ជំរាបសួរខ្ញុំឈ្មោះលៀងលីណាសប្តាហ៍ខ្ញុំជាចុងភៅប្រចាំសាលាមត្តេយ្យសិក្សាអូព្រះស្រុកអូគ្រៀងសែនជ័យខេត្តក្រចេះថ្ងៃនេះខ្ញុំមានមុខម្ហូបមួយមុខមកជូនអ្នកទាំងអស់គ្នាទស្សនាគឺសម្លប្រហើរសូមរីករាយទស្សនាដូចតទៅដើម្បីដំណើរការស្លទៅបានយើងត្រូវដាំទឹកឲ្យពុះហើយយើងបង់ត្រីចូលឥឡូវត្រីយើងបានឆ្អិនហើយយើងត្រូវស្រង់ចេញមកក្រៅសិនសម្លប្រហើររបស់យើងថ្ងៃនេះមានបន្លែដូចជាផ្សិតចំបើងផ្សិតអំបោះល្ពៅត្រប់ល្ហុងននងប៉ះលីងលាក់ត្រួយល្ពៅហើយនិងស្លឹកងប់គ្រឿងដែលយើងបានបុកហើយត្រីរ៉ស់គ្រឿងផ្សំសំខាន់មានដូចជាស្ករប្រហុកទឹកត្រីអំបិលនិងម្សៅស៊ុបជំហានបន្ទាប់យើងត្រូវបុកគ្រឿងនិងសាច់ត្រីយើងត្រូវបង់ប្រហុកចូលបន្ទាប់មកយើងត្រូវបង់ល្ពៅនិងត្រប់ចូលកូរឲ្យសព្វបន្ទាប់មកយើងត្រូវបង់ផ្សិតចូលបន្ទាប់មកយើងបង់ផ្សិតចូលហើយយើងត្រូវទឹកឲ្យទឹកពុះសិនបន្ទាប់ពីល្ពៅនិងផ្សិតយើងបានផុយហើយយើងត្រូវបន្ថែមល្ហុងនិងននងបន្ទាប់មកយើងត្រូវបង់ត្រីនិងគ្រឿងដែលយើងបានបុកមុននេះបន្ទាប់មកយើងត្រូវបង់គ្រឿងផ្សំសំខាន់យើងចូលបង់អំបិលចូលបន្ថែមទឹកត្រីបន្តិចម្សៅស៊ុបមកយើងកូរឲ្យសព្វបន្ទាប់មកយើងគ្របដើម្បីទុកឲ្យពុះសិនបន្ទាប់ពីទឹកយើងបានពុះហើយបន្លែយើងបានផុយល្មមហើយមានដូចជាត្រួយរនងត្រួយល្ពៅស្លឹកងប់ស្លឹកបាសលីងលាក់
ដៃជាមួយ